Tham một pol thmỏ bàn rô đom ở phây mùi tháng miền một nghề bị xe xâm rằm nhạc chi con chỉ smartwatch đầm bông kê đại miền một nghề là ca chỉ ra chana bọt bài khmái nâng score bị xa khmái bình lĩnh can tai bị xe miền bóng bẹ cho mùi nâng một nghề tam đàn sổ phiệp sầm khăn đại miền vì nghề ban tổ tu score bị xa phiệp ở rộp thèm tiệt tiếng ón ní cứ miền nơi khăn nông nghề là ca Huawei Watch GT6 series như vậy bị rú riêng là bỏ nghề là ca ní kê design máu đôi tên nâng nghề là ca tình địch bình địch chân đáตัวระบบวิคือធ្វើពី aerospace grade titanium ជាប្រភេទលោហៈធាតុកម្រិតខ្ពស់ដែលគេប្រើនៅលើយន្តហោះឬយានអវកាសជាដើមកញ្ចក់របស់វាគឺជាប្រភេទ sapphire glass ហើយផ្នែកខាងក្រោមគឺធ្វើពី nano crystal ceramic និយាយរួមគឺគេ design នៅការនេះសម្រាប់ភាពធន់កម្រិតខ្ពស់តែម្ដងគឺធន់ទៅនឹងការសឹកឆ្កូតការពារច្រេះនិងការពារជំរាបទឹក IP69 និង 5ATM ផងដែរសម្រាប់អ្នកជាមួយទឹកគឺបានជម្រៅរហូតដល់40ម៉ែត្រឯណោះអេក្រង់របស់វាគឺជាប្រភេទ AMOLED display ដែលមានកម្រិតពន្លឺដល់ទៅ 3000 nit ទោះបីជាយើងនៅខាងក្រៅក៏នៅតែច្បាស់ល្អហើយបើសិនជាយើងប្រៀបធៀបជាមួយនឹង Huawei Watch Fit 4 Pro ដែលខ្ញុំកំពុងតែប្រើនេះគឺ GT6 នេះគឺមើលទៅការជាងហើយយើងអាចពាក់បានទាំងបែបផ្លូវការចូលរួមកម្មវិធីនិងបែបកីឡាគឺសមដូចគ្នាកាន់តែពិសេសជាងនាឡិកាដទៃទៀតនោះ Huawei Watch GT6 series នេះគឺជានាឡិកាដំបូងគេហើយដែលបានបំពាក់ជាមួយនឹងមុខនាឡិកាដែលមានរចនាបថបែបខ្មែររចនាឡើងដោយសិល្បករខ្មែរ Lisa Mom និងមានមុខនាឡិកាដល់ទៅជាង 30000 ប្រភេទផ្សេងៗទៀតនៅក្នុង Huawei Health Appហើយយើងអាចប្រើបានទាំង Android និង iOS និយាយពីមុខងារកីឡានៅលើនាឡិកា Smartwatch បងប្អូនយើងជាច្រើនប្រហែលជាធ្លាប់បានដឹងរួចមកហើយអំពីមុខងារ GPS និងមុខងារតាមដាន tracking ការហាត់ប្រាណរបស់យើងជាដើមប៉ុន្តែមានចំណុចមួយខ្ញុំគិតថាបងប្អូនប្រហែលជាមិនសូវបានចាប់អារម្មណ៍នោះគឺតាក់ទងទៅនឹងភាពសុក្រិតច្បាស់លាស់ឬក៏ភាសាអង់គ្លេសគេហៅថា accuracy ចឹងនៅលើនាឡិកា Smartwatch របស់ Huawei នេះគឺគេផ្ដោតសំខាន់ទៅលើភាពសុក្រិតច្បាស់លាស់នេះតែម្ដងដោយវាប្រើប្រាស់បច្ចេកវិទ្យា Sunflower Positioning System ដែលវាផ្ដល់ទិន្នន័យឲ្យអ្នកប្រើប្រាស់នឹងបានច្បាស់លាស់ហើយសុក្រិតបំផុតតាមបទពិសោធន៍កន្លងមកជាមួយនឹងបច្ចេកវិទ្យាមួយនេះបើប្រៀបជាមួយនឹងនាឡិកាដទៃទីមួយខ្ញុំមើលឃើញថា GPS satellite របស់វានឹងគឺចាប់បានលឿនតែម្ដងហើយទីពីរនោះគឺវាចាប់បានសុក្រិតហើយនឹងច្បាស់លាស់ល្អឧទាហរណ៍ដូចនៅក្នុងវីដេអូនេះអញ្ចឹងគឺជាវីដេអូដែលគេធ្វើឡើងដើម្បីប្រៀបធៀបជាមួយនឹងនាឡិកាដទៃក្នុងប្រវែង30ម៉ែត្រដូចគ្នាហើយនៅលើនាឡិកា Huawei គឺវាឲ្យទិន្នន័យនឹងបានដូចទៅនឹងប្រវែងជាក់ស្ដែងតែម្ដងគឺ30ម៉ែត្រដូចគ្នាចំណែកនៅលើនាឡិកាដទៃវិញគឺវាមានភាពខុសគ្នាជាមួយនឹងប្រវែងជាក់ស្ដែងអញ្ចឹងនេះគឺជាចំណុចសំខាន់មួយដែលខ្ញុំគិតថានាឡិកា Huawei គឺធ្វើបានល្អមែនទែននៅក្នុងនាឡិកានេះក៏មានជា AI running code ដែលអាចឲ្យយើងមើលដឹងពីសមត្ថភាពនៃការរត់របស់យើងនៅពេលកំពុងរត់តែម្ដងមុខងារមួយទៀតដែលធ្វើឲ្យអ្នកជិះកង់កាន់តែពេញចិត្តជាមួយនឹងនាឡិកាមួយនេះគឺជាមុខងារថ្មីមួយដែលគេហៅថា virtual power គឺវាតំណាងឲ្យកម្លាំងដែលយើងបញ្ចេញនៅពេលធាក់កង់របស់យើងហើយຂະຫນາດរបស់វាគឺគេគិតជាវ៉ាត់បើយើងប្រើកម្លាំងកាន់តែខ្លាំងលេខនេះនឹងឡើងកាន់តែខ្ពស់សម្រាប់ការជិះកង់គឺវាបង្ហាញព័ត៌មានជាច្រើនឲ្យយើងដូចជាចម្ងាយនិងល្បឿនរបស់យើងចង្វាក់បេះដូងរួមទាំងបង្ហាញពីការឡើងទួលចុះទួលផងដែរដែលព័ត៌មានទាំងអស់នេះបងប្អូនយើងដែលជាអ្នកជិះកង់ពីមុនក៏អាចចំណាយថវិកាច្រើនដល់ទៅ$1000ឬក៏$1000ជាងដើម្បីបំពាក់នៅឧបករណ៍ផ្សេងៗដែលអាចប្រាប់គាត់ពីព័ត៌មានទាំងអស់នោះតែឥឡូវនេះគឺគាត់អាច save លុយទាំងអស់នោះបានដោយគ្រាន់តែប្រើប្រាស់នាឡិកាមួយនេះកាន់តែសុវត្ថិភាពនោះគឺវាមានមុខងារ fall detection ដែលវាអាចដឹងនៅពេលដែលអ្នកជិះកង់គាត់ដួលឬមានគ្រោះថ្នាក់ផ្សេងៗវានឹង auto activate emergency call ទៅកាន់លេខណាមួយដែលយើងបានកំណត់ទុកជាមុននោះសម្រាប់បងប្អូនយើងដែលជាអ្នក adventure ដើរព្រៃឬ trail runner ជាដើមក៏មិនបារម្ភពីការវង្វេងផ្លូវដែរដោយសារតែនាឡិកានេះគឺមានបំពាក់ជាមួយនឹង offline map ពេញលេញតែម្ដងសម្រាប់កីឡាវាយកូនហ្គោលវាក៏មានជាផែនទីតារាងហ្គោលផងដែរទាំងនៅក្នុងប្រទេសយើងនិងនៅជុំវិញពិភពលោកចំពោះមុខងារសុខភាពវិញ Huawei Watch GT6 series នេះគឺមានវិញ្ញាបនបត្រទទួលស្គាល់ពីសហភាពអឺរ៉ុបទៅលើមុខងារតាមដានភាពមិនប្រក្រតីនៃចង្វាក់បេះដូងបានន័យថាវាមានភាពសុក្រិតល្អមែនទែនដូច្នេះសម្រាប់អ្នកដែលប្រើប្រាស់នាឡិកានេះបើសិនជានៅក្នុងករណីដែលគាត់មានអារម្មណ៍ថាចង្វាក់បេះដូងរបស់គាត់មិនសូវស្រួលគាត់អាចតេស្តសាកល្បងជាមួយនឹងនាឡិកានេះដោយប្រើប្រាស់មុខងារ ECG ឬក៏មុខងារ Pulse Wave Arrhythmia ហើយបើសិនជាឃើញសញ្ញាមិនប្រក្រតីណាមួយគឺគាត់អាចទៅពិគ្រោះជាមួយនឹងគ្រូពេទ្យបានទាន់ពេលវេលាក្រៅពីនេះវាក៏មានជាមុខងារតាមដានការគេងរបស់យើងដែលវាផ្ដល់ជា Sleep Score ថាយើងគេងបានលក់ស្រួលឬអត់រយៈពេលដែលយើងគេងបាន Deep Sleep Light Sleep ប៉ុន្មានហើយនឹងចង្វាក់បេះដូងនៅពេលដែលយើងកំពុងគេងផងដែរយើងអាចតាមដានសុខភាពផ្លូវចិត្តរបស់យើងជាមួយនឹងមុខងារ Emotional Well-being
ដែលវាបង្ហាញថាយើងមានអារម្មណ៍ធម្មតាអារម្មណ៍សប្បាយចិត្តឬ stress ជាដើមហើយយើងអាចប្រើប្រាស់មុខងារហាត់ដកដង្ហើមបើសិនជាយើងមានអារម្មណ៍តានតឹងជារួមគឺយើងអាចចូលទៅឆែកមើលព័ត៌មានសង្ខេបផ្សេងៗទាក់ទងទៅនឹងសុខភាពរបស់យើងនៅលើនាឡិកានិងនៅលើទូរស័ព្ទដៃគឺកាន់តែលម្អិតក្រៅពីមុខងារកីឡានិងមុខងារសុខភាពល្អៗហើយនាឡិកានេះក៏មានបំពាក់ជាមួយនឹងមុខងារមួយចំនួនទៀតដែលផ្ដល់ភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់ផងដែរទីមួយគឺទាក់ទងទៅនឹងថាមពលថ្មយូររហូតដល់21ថ្ងៃសម្រាប់ការប្រើប្រាស់ធម្មតាអញ្ចឹងគឺយើងមិនពិបាកក្នុងការឧស្សាហ៍សាកថ្មយើងអាចចុច call ទូរស័ព្ទនៅលើនាឡិកានេះតែម្ដងនិងនិយាយតាមរយៈនាឡិកានេះក៏បានហើយយើងអាចប្រើប្រាស់មុខងារថតសំឡេងនៅលើនាឡិកានេះបានថែមទៀតសម្រាប់អ្នកដែលចូលចិត្តស្ដាប់ចម្រៀងនៅពេលហាត់ប្រាណដោយមិនចង់កាន់ទូរស័ព្ទនៅក្នុងនាឡិកានេះគឺវាមាន memory 64G រួចជាស្រេចដែលយើងអាចទាញបទចម្រៀងពីទូរស័ព្ទចូលមកក្នុងនាឡិកានេះហើយយើងអាចភ្ជាប់នាឡិកាជាមួយនឹងកាស Bluetooth ដើម្បីស្ដាប់ចម្រៀងទាំងអស់នោះតែម្ដងអ្វីដែលមិនគួររំលងនោះវាក៏ស្គាល់ភាសាខ្មែរពេញលេញទាំង Menui និង Notification ផងដែរសម្រាប់បងប្អូនដែលទិញនាឡិកា Huawei Watch GT6 Series នៅពេលនេះបងប្អូននឹងទទួលបាននៅសេវាកម្ម Huawei Care Plus ដែលឥតគិតថ្លៃបានន័យថាបើសិនជាមានផ្នែកណាមួយនៅលើនាឡិការបស់យើងមានបញ្ហាខូចឬក៏បាក់បែកផ្សេងៗគឺយើងនឹងទទួលបានការផ្លាស់ប្ដូរទៅលើផ្នែកនោះដែលឥតគិតថ្លៃតែម្ដងនៅក្នុងរយៈពេល1ឆ្នាំដំបូងនៅក្នុងនោះក៏មានការថែមជូនកាដូផ្សេងៗជាច្រើនផងដែរបងប្អូនដែលរកទិញបាននៅតាមបណ្ដា Huawei Showroom និងនៅតាមបណ្ដាហាងលក់ទូរស័ព្ទដៃទំនើបទូទាំងប្រទេស